Voyage Passion LPHEV បំពាក់មកជាមួយប្រព័ន្ធបូមខ្យល់ប្រព័ន្ធបត់កង់ខាងក្រោយប្រើអគ្គិសនីសុទ្ធជាបាន1410គីឡូម៉ែត្រដាក់លក់ក្នុងតម្លៃជិត$40000ម៉ាកយីហោរថយន្ត Voyage របស់ក្រុមហ៊ុន Dongfeng បានប្រកាសដាក់លក់រថយន្ត Voyage Passion LPHEV របស់ខ្លួននៅទីផ្សារប្រទេសចិនផ្ដល់មកជាមួយជម្រើសពីរ model ផ្សេងគ្នាដាក់លក់ក្នុងតម្លៃចន្លោះពី$39600ដល់$43800រថយន្តថ្មីនេះបានបំពាក់មកជាមួយស្ថាបត្យកម្ម800V ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន2បំពាក់មកជាមួយប្រព័ន្ធគ្រប់គ្រង Huawei Qiankun A4.0 និងមានរយៈចម្ងាយបើកបរសរុបរហូតដល់1400គីឡូម៉ែត្រចំពោះទំហំរូបរាងនៅផ្នែកខាងក្រៅរថយន្ត Voyage Passion L មានប្រវែងតួខ្លួនសរុប5125មីលីម៉ែត្រទទឹង1985មីលីម៉ែត្រកម្ពស់1522មីលីម៉ែត្រនិងមានប្រវែងកម្រិតកង់មុខក្រោយ3010មីលីម៉ែត្រជាមួយគ្នានេះរថយន្តនេះក៏ផ្ដល់មកជាមួយជម្រើសពណ៌6ផ្សេងគ្នាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ជ្រើសរើសពណ៌តាមចិត្តដែលខ្លួនស្រឡាញ់បានន័យពីកម្រិតសុវត្ថិភាពវិញក៏មិនធម្មតាដែរតួរបស់រថយន្តនេះត្រូវបានធ្វើឡើងពីអាឡុយមីញ៉ូមផ្ដល់នូវការការពារសុវត្ថិភាពខ្ពស់ខណៈប្រព័ន្ធបូមវិញផ្នែកខាងមុខបានបំពាក់មកជាមួយបូមឯករាជ្យប្រភេទ Double Wishbone និងបូម Firing នៅផ្នែកខាងក្រោយសម្រាប់ចំណុចដ៏ទាក់ទាញមួយរបស់រថយន្ត Voyage Passion LPHEV គឺបានបំពាក់មកជាមួយប្រព័ន្ធចង្កូតឯករាជ្យអាចបត់កង់ខាងក្រោយបាន10ដឺក្រេនិងប្រព័ន្ធបូមខ្យល់ដែលអាចលៃតម្រូវបានកម្ពស់65មីលីម៉ែត្ររួមបញ្ចូលជាមួយប្រព័ន្ធទប់លំនឹង CDC Damper ក្រៅពីបំពាក់ជាមួយបច្ចេកវិទ្យាប្រព័ន្ធបូមពិសេសហើយរថយន្តនេះក៏បានបំពាក់មកជាមួយប្រព័ន្ធបើកបរកម្រិតខ្ពស់ Huawei Qiankun A4.0 គាំទ្រដោយឡែកដើរនៅលើដំបូល192ខ្សែ Radar 4D ចំនួន3កាមេរ៉ាចំនួន11គ្រាប់និង Radar Ultrasonic ចំនួន12គ្រាប់សម្រាប់កម្រិតសមត្ថភាពវិញ Voyage Passion L បំពាក់មកជាមួយប្រព័ន្ធ Plug-in Hybrid ដំណើរការដោយម៉ាស៊ីនសាំងចំណុះ 1.5 លីត្ររួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួន2ចំពោះម៉ាស៊ីនសាំងរបស់រថយន្តនេះអាចផឹកកម្លាំងបាន105គីឡូវ៉ាត់ឬស្មើនឹង141សាសនិងកម្លាំងរមុះអតិបរមា220 Newton ម៉ែត្រចំណែកម៉ូទ័រអគ្គិសនីនៅផ្នែកខាងមុខរបស់រថយន្ត Voyage Passion L អាចផឹកកម្លាំងសរុបបាន150គីឡូវ៉ាត់ឬស្មើនឹង201សាសកម្លាំងរមុះ300 Newton ម៉ែត្រខណៈម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយអាចផឹកកម្លាំងបាន230គីឡូវ៉ាត់ឬស្មើនឹង308សាសនិងកម្លាំងរមុះ395 Newton ម៉ែត្រ Voyage Passion LPHEV ត្រូវបានបំពាក់មកជាមួយអាគុយ Ternary Lithium ទំហំ63គីឡូវ៉ាត់ម៉ោងប្រើអគ្គិសនីសុទ្ធអាចបោះបោបានចម្ងាយ410គីឡូម៉ែត្រគិតតាមស្តង់ដារវាស់ចម្ងាយ CLTC តែបើប្រើអគ្គិសនីលាយសាំងអាចបោះបោបានចម្ងាយសរុបរហូតដល់1400គីឡូម៉ែត្របន្ថែមពីនេះរថយន្តនេះក៏គាំទ្រការសាកថ្ម 5C អាចសាកពី20ទៅ80%ចំណាយពេលត្រឹមតែ12នាទីឥឡូវចូលមកដល់ផ្នែកខាងក្នុងវិញម្ដង Voyage Passion L ត្រូវបានលេងបន្ថែមជាមួយការតុបតែងដោយឈើនិងសម្ភារៈផ្នែកខាងក្នុងត្រូវបានបំពាក់ដោយស្បែកនៅផ្នែកខាងមុខរបស់រថយន្តនេះត្រូវបានបំពាក់មកជាមួយអេក្រង់កុងទ័រ LCD ទំហំ 10.25 អ៊ីងអេក្រង់កំសាន្ត 3K ទំហំ 16.1 អ៊ីងដំណើរការដោយប្រព័ន្ធកាប៊ីនឆ្លាតវៃ Harmony Spec-Fi របស់ក្រុមហ៊ុន Huawei មុខងារស្លាយកុងទ័រ ARAUD ទំហំ 39 អ៊ីងកន្លែងសាកថ្មអត់ប្រើខ្សែទំហំ50 វ៉ាត់ទូទឹកកកខ្នាតតូចទំហំ 6.6 លីត្រត្រូវបានបំពាក់នៅកុងសូលកណ្ដាលអាចកំណត់សីតុណ្ហភាពពី-6ដល់50អង្សានិងបំពាក់មកជាមួយអេក្រង់ LCD ទំហំ 8 អ៊ីងសម្រាប់អ្នករួមដំណើរនៅផ្នែកខាងក្រោយសម្រាប់បងប្អូនយល់ឃើញយ៉ាងណាដែរចំពោះរថយន្ត Voyage Passion LPHEV នេះអាចធ្វើការខមមិននៅក្នុងវីដេអូនេះបានចុងក្រោយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត